បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងទៅតាមដានទស្សនានៅ Channel Pre Talking ទាំងអស់គ្នាហើយសម្រាប់ថ្ងៃនេះគឺជាថ្ងៃទី30នៃខែតុលាឆ្នាំ2025ហើយនេះជាវីដេអូទី3ហើយដែលខ្ញុំនឹងលើកយកមកចែករំលែកចែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងពាក់ព័ន្ធជាមួយនឹងបញ្ហាស្ថានភាពរុស្ស៊ីជាមួយនឹងអ៊ុយក្រែនមកទល់នឹងពេលនេះឃើញថាការវាយប្រហារគ្នាដោយយន្តហោះគ្មានមនុស្សបើកទៅវិញទៅមករវាងអ៊ុយក្រែននិងរុស្ស៊ីគឺហាក់បីដូចជាមានច្រើនមែនទែនប៉ុន្តែអ្វីដែលសំខាន់រុស្ស៊ីមិនទាន់មានការឆ្លើយតបឬក៏ធ្វើការរអ៊ូរទាំណាមួយទេពាក់ព័ន្ធជាមួយនឹងយន្តហោះគ្មានមនុស្សបើកប៉ុន្តែអ៊ុយក្រែននៅពេលនេះកំពុងតែលាន់មាត់បងប្អូនណាប្រធានាធិបតីអ៊ុយក្រែនលោកសាឡិនស្គីកំពុងតែលាន់មាត់ពាក់ព័ន្ធជាមួយនឹងយន្តហោះគ្មានមនុស្សបើកហ្សាហ៊ីតកាន់តែគ្រោះថ្នាក់ជាងមីស្ទីលប៉ាឡេស្ទិកទៅទៀតនៅក្រោមសម្ពាធបរិយាកាសជាពិសេសនាពេលខាងមុខនេះតែម្ដងហើយបងប្អូនពិតជាដឹងហើយថាមកទល់នឹងពេលនេះប្រទេសទាំងពីរកំពុងតែប្រើប្រាស់នៅដ្រូនឬក៏យន្តហោះគ្មានមនុស្សបើកដើម្បីវាយប្រហារប្រភពថាមពលទៅវិញទៅមកជាពិសេសអ៊ុយក្រែនធ្វើការវាយលុកទៅកាន់តំបន់ព្រេងរបស់រុស្ស៊ីហើយរុស្ស៊ីធ្វើការវាយលុកមកកាន់តំបន់អូស្មန်និងតំបន់ផលិតអគ្គិសនីរបស់អ៊ុយក្រែនហើយឥឡូវនេះបងប្អូនឃើញថាលោកសាឡិនស្គីមានការរអ៊ូបន្តិចដោយសារតែបច្ចេកទេសក្នុងការដេញចាប់យន្តហោះគ្មានមនុស្សបើកហ្សាហ៊ីតគឺមានគ្រោះថ្នាក់មែនទែនហើយគ្រោះថ្នាក់ជាងការចាប់មីស៊ីលប៉ាឡេស្ទិកទៀតជាពិសេសគឺនៅរដូវរងាឬក៏រដូវកាលរងាទី4ឈានចូលមកដល់នាពេលខាងមុខឥឡូវបងប្អូនយើងនឹងទៅលម្អិតពាក់ព័ន្ធជាមួយនឹងអត្ថបទនេះតែម្ដងតើលោកសាឡិនស្គីបាននិយាយអ្វីខ្លះអំពីយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីដែលមានឈ្មោះថាសាហ៊ីតទាំងអស់គ្នាបើតាមប្រភពសារព័ត៌មានដែលគេបានចុះផ្សាយប្រធានាធិបតីអ៊ុយក្រែនលោកសាឡិនស្គីបានប្រមានថាយន្តហោះគ្មានមនុស្សបើកប្រភេទសាហ៊ីតដែលរុស្ស៊ីប្រើប្រាស់ឥឡូវបានក្លាយជាការគំរាមកំហែងដ៏ធំជាងមីស៊ីលប៉ាឡេស្ទិកទៅទៀតនៅក្នុងករណីមួយចំនួនដែលបង្ខំឲ្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនត្រូវប្រើប្រាស់ធនធានស្ទើរតែទាំងអស់រួមបញ្ចូលទាំងយន្តហោះ F-16 ឧទ្ធម្ភាគចក្រដើម្បីស្ទាក់ចាប់វាហើយការបញ្ជាក់នេះកើតឡើងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃទី28ខែតុលាឆ្នាំ2025កន្លងទៅខណៈដែលរដូវរងាកំពុងតែខិតជិតចូលមកដល់ហើយនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមកទល់នឹងពេលនេះគឺមានការកើនឡើងបងប្អូនណាខុសពីធម្មតាហើយលោកសេឡិនស្គីបានបន្តថាសាហ៊ីតឥឡូវនេះបានក្លាយជាគ្រោះថ្នាក់ជាងមីស៊ីលប៉ាឡេស្ទិកនៅក្នុងករណីមួយចំនួនលោកបន្ថែមថាយើងអាចបាញ់ទម្លាក់មីស៊ីលប៉ាឡេស្ទិកនៅទីតាំងដែលយើងមានប្រព័ន្ធដើម្បីគ្រប់គ្រងប៉ុន្តែសាហ៊ីតមួយចំនួនធំគឺពិបាកមែនទែនដោយសារវានៅកម្ពស់ខ្ពស់យើងត្រូវប្រើអ្វីៗទាំងអស់ដូចជាឧបករណ៍ស្ទាក់ចាប់យន្តហោះ F-16 អាថមភាគចក្រហើយពេលខ្លះក៏រងការប្រមានក្រោមមូលហេតុវាយប្រហារគឺកាន់តែញឹកញាប់នឹងការរចនាយន្តហោះគ្មានមនុស្សបើកថ្មីដែលឥឡូវនេះបានធ្វើឲ្យចលនាមានភាពស្មុគស្មាញបងប្អូនណានឹងហោះទៅរយៈកម្ពស់ខ្ពស់ធ្វើឲ្យពិបាកក្នុងការស្ទាក់ចាប់ពិបាកជាងមុនទៅទៀតជាឧទាហរណ៍មានរបាយការណ៍ថាបុគ្គលិកខ្លះត្រូវចំណាយពេលរហូតដល់40នាទីដើម្បីទម្លាក់យន្តហោះមួយគ្រឿងនិងត្រូវប្រើប្រាស់បច្ចេកទេសឬក៏បច្ចេកវិទ្យាទំនើបនឹងដែលមានតម្លៃថ្លៃទៅទៀតហើយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកំពុងតែដាក់ពង្រាយយុទ្ធសាស្ត្រចម្រុះរួមទាំងការប្រើប្រាស់ឧទ្ធម្ភាគចក្រនិងយន្តហោះស៊ីវិលដែលបានកែប្រែដើម្បីស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកទាំងនេះខណៈដែលឃ្លាំងការពារមីស៊ីលគឺមានដែនកំណត់សម្រាប់អ៊ុយក្រែនយោងតាមលោកសេឡិនស្គីបញ្ហាចម្បងមិនមែនជាការផលិតទេប៉ុន្តែជាកម្លាំងពលកម្មទៅវិញដែលត្រូវការបុគ្គលិកបណ្ដុះបណ្ដាលជាច្រើនដើម្បីកំណែតម្រង់ឬក៏ដំណើរការប្រព័ន្ធនឹងថ្មីហើយលោកបានបញ្ជាក់ថាក្នុងពេលដំណើរគ្នាយើងត្រូវការអ្នកឯកទេសដើម្បីឆ្លើយតបជាមួយនឹងអាវុធដែលមានរយៈចម្ងាយឆ្ងាយដើម្បីទប់ទល់នឹងការវាយប្រហារដែលកំពុងតែមានការកើនឡើងអ៊ុយក្រែនកំពុងពង្រីកការប្រើប្រាស់ឧបករណ៍ស្ទាក់ចាប់ផ្លូវអាកាសដែលដឹកនាំដោយខ្លួនឯងតែម្ដងដោយគ្រូនឹងឈានទៅដល់5ទៅ800នាក់ក្នុងមួយថ្ងៃសម្រាប់ខែវិច្ឆិកាខាងមុខនេះហើយឧបករណ៍ស្ទាក់ចាប់ទាំងនេះមានអត្រាជោគជ័យ 68% ក្នុងការទម្លាក់ហ្សាហ៊ីតដែលជាវិធីសាស្ត្រសន្សំប្រាក់កាសជាងការប្រើប្រាស់មីស៊ីលថ្លៃៗដើម្បីទៅស្ទាក់ចាប់បងប្អូនពិតជាដឹងហើយថាខ្ញុំបានចេញវីដេអូមុននេះបន្តិចពេលថ្ងៃត្រង់គឺពាក់ព័ន្ធជាមួយនឹងអ៊ុយក្រែនបានផលិតបងប្អូនណានៅ
កំជ្រួចចំនួន2ទី1គឺពាក់ព័ន្ធនឹង Flamingo មួយទៀតគឺ Rote ដើម្បីធ្វើការស្ទាក់ចាប់នៅយន្តហោះគ្មានមនុស្សបើកនឹងអាចបាញ់ទៅរយៈចម្ងាយឆ្ងាយចូលទៅក្នុងដីរបស់រុស្ស៊ីដូច្នេះបងប្អូនអាចទៅឆែកនៅវីដេអូទី2របស់ខ្ញុំក្នុងថ្ងៃនេះដើម្បីដឹងថាអ៊ុយក្រែនបានផលិតអាវុធខ្លួនឯងបងប្អូនណានៅក្នុងស្រុកជាផលិតផងស្រុកឥឡូវយើងបន្តទៅអត្ថបទនេះបន្ថែមទៀតបងប្អូនការការពារដែនអាកាសរបស់អ៊ុយក្រែនពឹងផ្អែកលើការរួមបញ្ចូលប្រព័ន្ធនិងយុទ្ធសាស្ត្រអាកាសធាតុដែលមិនធម្មតាក្នុងពេលនេះហើយអធម្មភេកជ្ជៈមួយចំនួនត្រូវបានបំពាក់ដោយអាវុធដើម្បីវាយប្រហារដោយផ្ទាល់តែម្ដងខណៈដែលផ្នែកផ្សេងទៀតត្រូវប្រើប្រាស់ឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់ដូចជាប្រព័ន្ធ Tele Flip សម្រាប់តាមដាននិងណែនាំហើយលោក Zelensky បានបញ្ជាក់ថាឧទ្ធម្ភាគចក្រត្រូវតែបន្ថែមដើម្បីប្រយុទ្ធប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើកសាហ៊ីតដែលអាចផ្ទុកក្បាលគ្រាប់រហូតដល់90គីឡូក្រាមនិងបណ្ដាលឲ្យខូចខាតជាធ្ងន់ធ្ងរដូចជាការវាយប្រហារលើសាលាកុមារនិងហេដ្ឋារចនាសម្ព័ន្ធធម្មពលនៅខេត្តកាគៀវនិងស៊ូមីកាលពីសប្តាហ៍មុនបើទោះបីជាមានវិធានការទាំងនេះក៏ដោយលោក Zelensky បានសង្កត់ធ្ងន់អំពីឥទ្ធិពលនៃអាកាសធាតុដែលធ្វើឲ្យការស្ទាក់ចាប់គឺកាន់តែពិបាកហើយលោកនិយាយថាក្នុងសីតុណ្ហភាពត្រជាក់យើងនឹងឃើញពីរបៀបដែលអធម្មភេកជ្ជៈដំណើរការក្នុងភ្លៀងបងប្អូនណាជាពិសេសគឺអាកាសចរគឺมันអាចមើលឃើញទេជាមួយនឹងរដូវកាលរងាកំពុងតែខិតជិតចូលមកដល់កងកម្លាំងអ៊ុយក្រែនត្រូវការគ្របដណ្ដប់លើអាកាសពេញម៉ោងតែម្ដងដែលតម្រូវឲ្យមានការបណ្ដុះបណ្ដាលប្រតិបត្តិការបន្ថែមនិងការគ្រប់គ្រងអន្តរជាតិនឹងគឺកាន់តែខ្លាំងជាងមុនទៅទៀតការវាយប្រហារដោយសាហ៊ីតបានកើនឡើងយ៉ាងខ្លាំងដោយរុស្ស៊ីបានបាញ់បញ្ចេញជាង300យន្តហោះគ្មានមនុស្សបើកនិង37មីស៊ីលក្នុងការវាយប្រហារមួយចំនួនកាលពីសប្តាហ៍មុនដែលផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តវិនិសា Poltava និងស៊ូមីលោក Zelensky បានអំពាវនាវដល់ដៃគូអន្តរជាតិជួយផ្ដល់ជំនួយបន្ថែមរួមទាំងមីស៊ីល ATACMS ច្រើនជាង50បីទប់ទល់នឹងការវាយប្រហារទាំងនេះក្នុងពេលដែលអ៊ុយក្រែនកំពុងតែពង្រឹងសមត្ថភាពការពារខ្លួនហើយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបន្តជាកង្វល់គម្រាមកំហែងដ៏ធំដែលមិនត្រឹមតែប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនោះទេប៉ុន្តែថែមទាំងបង្កភាពភ័យខ្លាចដល់ប្រជាជនហើយលោក Zelensky សង្កត់ធ្ងន់ថាយើងកំពុងតែប្រើប្រាស់អ្វីគ្រប់យ៉ាងដើម្បីការពារប្រជាជនអ៊ុយក្រែនរបស់យើងនេះជាពាក្យសម្ដីរបស់លោក Zelensky បងប្អូនណាទោះជាតើដល់ចំណុចណាក៏ដោយអានេះបើយើងឃើញថាតាំងពីចាប់ផ្ដើមសង្គ្រាមខ្ញុំពិតជាមានអារម្មណ៍ពេលខ្លះក៏អាណិតអ៊ុយក្រែនដែរបងប្អូនណាតាមពិតមិនចង់មានសង្គ្រាមទេប៉ុន្តែបើគេទន្ទ្រានគេលុកលុយយ៉ាងនេះហើយតើឲ្យគាត់ដើរទៅចំណុចណាវិញនេះជារឿងមួយដែលយើងពិបាកក្នុងការពិពណ៌នាហើយស្វែងរកសន្តិភាពក៏គេមិនព្រមចូលរួមសន្តិភាពបើគេមិនខ្លាចអស់លោកអ្នកធំមួយចំនួនផងបងប្អូនណាឥឡូវនេះបងប្អូននេះជាអត្ថបទមួយដែលខ្ញុំបានដកស្រង់ពាក់ព័ន្ធជាមួយនឹងអ៊ុយក្រែនលោក Zelensky បានលន់មាត់ពាក់ព័ន្ធជាមួយនឹងយន្តហោះគ្មានមនុស្សបើកសាហ៊ីតរបស់រុស្ស៊ីដែលវាបង្កគ្រោះថ្នាក់ជាងមីស៊ីលប៉ាឡេស្ទិកទៅទៀតជាពិសេសគឺរដូវត្រជាក់ខិតចូលមកដល់បងប្អូនតាមពិតរាល់ថ្ងៃត្រជាក់ហើយប៉ុន្តែរដូវត្រជាក់ដ៏ខ្លាំងកកតែម្ដងនោះគឺនៅខែ11ខាងមុខនេះឯងទើបធ្វើឲ្យលោក Zelensky មានការព្រួយបារម្ភហើយជាពិសេសអ្នកទាំងពីរកំពុងតែវាយលុកនៅប្រភពធម្មពលគ្នាទៅវិញទៅមកដោយប្រើប្រាស់នៅយន្តហោះគ្មានមនុស្សបើកនិងដ្រូនបងប្អូនណាយន្តហោះគ្មានមនុស្សបើកឬក៏ដ្រូននោះតែមួយទេបងប្អូនប៉ុន្តែគេមានប្រភេទផ្សេងគ្នាវាប្រហារគ្នាទៅវិញទៅមកជាពិសេសគឺប្រភពធម្មពលដូច្នេះហើយការណាដែលប្រើយន្តហោះហ្នឹងត្រូវតែមានឧបករណ៍សម្រាប់ស្ទាក់ចាប់វាដូចជាមីស៊ីលខ្នាតតូចឬក៏ដ្រូនខ្នាតតូចដែលអ៊ុយក្រែនកំពុងតែបង្កើតដោយខ្លួនឯងនោះបងប្អូនណាសង្ឃឹមថាអាចនឹងហោះស្ទះចាប់បាននេះជាអ្វីដែលអ៊ុយក្រែនបានធ្វើដូច្នេះសម្រាប់អត្ថបទខាងលើក៏ឈានដល់ទីបញ្ចប់ដែរក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់សូមបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច like ចុច subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗពីខ្ញុំបាទជាបន្តទៀតនៅក្នុងពេលនេះខ្ញុំបាទ Free Talking ក៏សូមអរគុណនិងសូមគោរពលាជួបគ្នានៅឱកាសក្រោយជាបន្តទៀត